ជាបឋមបាទខ្ញុំបាទអនុញ្ញាតគោរពនឹងបាទជំរាបសួរបាទទៅដល់បណ្ដាបងប្អូនបាទប្រិយមិត្តដែលគាត់ជាអ្នកស្នេហាលើវិស័យគណិតវិទ្យាទាំងអស់គ្នាណាបាទជាពិសេសគឺអ្នកដែលគាត់សិក្សាគណិតវិទ្យាណាសម្រាប់កម្រិតមហាវិទ្យាល័យបាទណាបាទតកតងទៅនឹងមេរៀននៅក្នុងបាទដូចខ្ញុំបានបញ្យល់ប្រាប់នេះយើងកាលពីវីដេអូមុនអញ្ចឹងបាទនៅ lecture មុនខ្ញុំមិនបកស្រាយអំពីតកតងទៅនឹងបញ្ហានៅក្នុង PDE ត្រូវទេបាទគឺ partial differential equation ណាមានន័យថាសមីការ differential ដោយផ្នែកអញ្ចឹងតពី lecture មុនបាទ lecture មុនខ្ញុំបានបង្ហាញគ្នាយើងបានមកលំហាត់ដែរមានន័យថាតកតងទៅនឹងការដោះស្រាយសមីការ IVP ត្រូវទេនេះយើងបាទមានន័យថាសមីការ IVP នៅក្នុង PDE ហ្នឹងគ្នាយើងដោះស្រាយសមីការហ្នឹងមិនត្រូវប្រើ characteristic curve method ដើម្បីដោះស្រាយមែនទេបាទអញ្ចឹងវាបើសិនជាគ្នាយើងនិយាយទៅនៅក្នុង PDE គឺគេរកចម្លើយទូទៅនៃសមីការ PDE ហ្នឹងគឺយើងរកតាមរយៈខ្សែកោងសម្គាល់មានន័យថាកាលណាយើងស្គាល់ខ្សែកោងសម្គាល់នៃសមីការហ្នឹងគឺយើងប្រៀបបីដូចជាយើងស្គាល់ចម្លើយទូទៅនៃសមីការហ្នឹងដែរអញ្ចឹងនៅក្នុង PDE វាមានលក្ខណៈខុសប្លែកពី ODE បន្តិចត្រូវទេអញ្ចឹង ODE គឺយើងរកចម្លើយទូទៅតាមពុធាសម្គាល់មែនទេបាទយើងហៅថា characteristic equation ឬក៏ characteristic polynomial បាទហ្នឹងយើងត្រូវតាំង r ដល់ y សេកុង lambda ការ៉េថ្នាក់ទី12នេះយើងបាទអាចមានវិធីសាស្ត្រផ្សេងពីហ្នឹងទៀតបាទតាម variation of parameter បាទតាមវិធីសាស្ត្របំរែបំរួលប៉ារ៉ាម៉ែត្របាទវិធីសាស្ត្រថយលំដាប់វិធីអីផ្សេងទៀតមានច្រើនអាហ្នឹងនៅក្នុងរឿងរ៉ាវនៅក្នុង ODE អញ្ចឹងដល់ពេលយើងកលេចចូលមកដល់ PDE បាទវាមានរឿងរ៉ាវផ្សេងពី ODE បន្ថែមទៀតតកតងទៅនឹងការដោះស្រាយសមីការដែរប៉ុន្តែអានេះការសមីការបែបនេះយើងហៅថាសមីការ IVP IVP ហ្នឹងមិនមែន VIP ណានេះយើងសូមបញ្ជាក់តិចណា IVP ហ្នឹងមកពីពាក្យថា initial value problem បាទខ្ញុំបានបង្ហាញគ្នាយើងនៅ second video lecture ហើយ first video lecture ក៏ខ្ញុំបានបង្ហាញអញ្ចឹងចូលមកដល់ទីនេះគឺ third video lecture ណាគឺ lecture video ទី3ណាដែលខ្ញុំបកស្រាយទាក់ទងទៅនឹងមេរៀន PDE ដដែលអូខេតោះហ្នឹងណាយើងតោះឥឡូវយើងកុំឲ្យខាតពេលវេលាយើងយូរយើងទៅមើលលំហាត់នៅក្នុងរ៉ូម៉ាំងទី1បាទក្នុងវីដេអូនេះខ្ញុំបង្ហាញធ្វើម៉េចឲ្យបាន2លំហាត់ណា2រ៉ូម៉ាំងណាយើងបើសិនជាតិចដែរបើសិនជាដំណោះស្រាយវាខ្លីយើងអាចត្រឹម2រ៉ូម៉ាំងទៅតែបើសិនជាដំណោះស្រាយខ្លីយើងអាចលោតទៅដល់3រ៉ូម៉ាំងទៅតែបើដំណោះស្រាយវិញត្រឹម2រ៉ូម៉ាំងបានណាអូខេអញ្ចឹងខ្ញុំយកចម្លើយនេះគឺខ្ញុំយកអាពពួកអនុគមដែលវា smooth តោះនេះយើងអនុគមដែលវា smooth ណា smooth គ្រប់កន្លែងនេះអត់មានកន្លែងណាដាច់ទេយើងអាចរកចម្លើយទូទៅរបស់វាតាម characteristic method បាទគ្នាយើងខ្ញុំសូមបញ្ជាក់តិចណាសមីការនេះបាទសមីការ IVP នេះគឺយើងអាចប្រើ characteristic method ដោយសារតែអុយរបស់យើងគឺ smooth everywhere ណាមានន័យថាអុយរបស់យើងគឺជាប់នឹងមាន derivative គ្រប់លំដាប់បាទ u is the class of C anon នេះយើងខ្ញុំធ្លាប់បាននិយាយណា OE is the class of C anon នៅ second video lecture នេះយើងអាចចូលមើលវីដេអូចាស់របស់ខ្ញុំទៅវីដេអូទី2ណានេះយើងចូល playlist មក y partial differential equation ទៅបាទក្នុង YouTube channel របស់ខ្ញុំនេះយើងឃើញហើយបាទខ្ញុំបានបកស្រាយយូរយាយអញ្ចឹងណាបាទ characteristic method ជាវិធីសាស្ត្រដើម្បីរកចម្លើយទូទៅនៃ PDE ដោយប្រើវិធីសាស្ត្រខ្សែកោងសម្គាល់អញ្ចឹងអាវិធីសាស្ត្រខ្សែកោងសម្គាល់ខ្ញុំសូមបញ្ជាក់គ្នាយើងបន្តិចប្រើបានតែអីករណីអុយរបស់យើងគឺ smooth everywhere មើលទៅទៀតយើងនឹងជួបឧទាហរណ៍មួយទៀតអុយរបស់យើងគឺអត់ smooth នោះទេវាមានកន្លែងដាច់អាកន្លែងដាច់ហ្នឹងយើងហៅថា breaking time ណាមានថាពេលវេលាដែលវាដាច់អញ្ចឹង characteristic curve របស់យើងគឺមិនល្អនោះទេយល់ទេអញ្ចឹងពេលយើងសងក្រាបណាបាទមានន័យថាបើសិនជាតំបន់ចម្លើយពេលដែលយើងសងក្រាបទៅអា characteristic curve ហ្នឹងវាអត់មានជាន់គ្នាទេវាទៅលក្ខណៈបើវាជាបន្ទាត់មកថាវាមានតម្រង់ជាគ្រួសារបន្ទាត់ទៅរហូតចឹងណាវាអត់មានកាត់ប្រសពគ្នាអីអាហ្នឹងយើងអាចរកចម្លើយទូទៅវាតាម
characteristic curve បាទ method បានណាប៉ុន្តែបើសិនជាមាន characteristic curve ណាមួយវាប្រសពគ្នានៅខណៈតេណាមួយខ្ញុំហៅថាចាប់ឧទាហរណ៍ថាចាប់ពីតេធំជាង1ឧទាហរណ៍អញ្ចឹងណាយើងឧបកិច្ចថាអនុគមនោះវាដាច់ត្រង់មួយឬក៏វាមាន breaking time នៅត្រង់មួយអញ្ចឹងចាប់ពីតេធំជាង1ទៅយើងមិនអាចរកចម្លើយទូទៅរបស់ PDE នឹងបានទេតាមរយៈ characteristic curve តោះនេះយើងមិនមែនថាមិនអាចរកបានប៉ុន្តែអត់ប្រើវិធីសាស្ត្រ characteristic curve ទេតែយើងត្រូវប្រើវិធីសាស្ត្រ weak solution គេហៅថាចម្លើយខ្សោយបាទហ្នឹងគឺតកតងទៅនឹងPDE មួយបែបទៀតណា IBP ទៅដែរប៉ុន្តែចំពោះអនុគមអុយដែលវាអត់ smooth មានន័យថាវាមានចន្លោះណាមួយដែលអនុគមនោះវាដាច់អញ្ចឹងវាដាច់មានន័យថាម៉េចមានន័យថាកន្លែង breaking time ចាប់ពី breaking time ទៅលើឬក៏ចុះក្រោមហ្នឹង characteristic curve របស់វាគឺមិនល្អនោះទេវាអាចប្រសពគ្នាវាអាចកាត់គ្នាអញ្ចឹងយើងអាចប្រើវិធីសាស្ត្រ characteristic curve ទៅរកចម្លើយទូទៅរបស់ PDE បានទេអញ្ចឹងយើងត្រូវប្រើវិធីសាស្ត្រមួយទៀតដែលយើងហៅថា weak solution បាទចម្លើយខ្សោយណាតែយើងឥឡូវយើងមើលនេះមួយសិនណាតោះឥឡូវគ្នាយើងត្រូវសូលសមីការ IVP នេះបាទអញ្ចឹងយើងមើលណាគេឲ្យសមីការអ៊ុយតេរបស់យើងបាទគឺជាសមីការបាទអ៊ុយគឺយើងដឹងហើយគឺជា unknown function តោះនេះយើងបាទជាអនុគមដែលយើងមិនស្គាល់បាទជា partial differential មានន័យថាជា differential ដោយផ្នែកមែនទេ partial derivative respect to t មែនទេបាទមានន័យថាធៀបទៅនឹងតេអានេះគឺ partial derivative of y respect to x បាទមានន័យថា derivative ដោយផ្នែកនៃ y ធៀបទៅនឹង x ណាហើយយើងមាន y គីបរបស់យើងជាអនុគមដែលភ្ជាប់ជាមួយនឹងតម្រងនេះទៅយើងមើលសមីការនេះវាអត់ linear ទៅត្រូវទេយើងសមីការនេះគឺ non linear ត្រូវទេដោយសារអីវាមាន y គីបបាទស្វ័យគុណ3បាទវាអត់ linear ទេត្រូវទេយើងព្រោះបើ linear តតែវាលំដាប់មួយទេបាទបាទ y គីបណា y របស់យើងជាគេហៅថា unknown function ណាបាទ unknown function អូសុំទោសអានេះជាសមីការ linear សុំទោសមិនមែន non linear ទេ non linear តតែ degree របស់វានៅលើអា degree 2ឬក៏ degree 3នៅលើអាលំដាប់ derivative នេះសុំទោសនេះយើងអញ្ចឹងសមីការនេះ linear ប៉ុន្តែវាមិនមែន linear 100%ទេអានេះហៅថា Gaussi linear នេះតាមដែលខ្ញុំចាំហៅថា Gaussi linear មានន័យថាវាជាប់អនុគមអ៊ុយ degree មានថាវាជាប់អនុគមអ៊ុយគីបនេះនៅជាប់ជាមួយនឹង derivative លំដាប់ខ្ពស់បំផុតនៃអ៊ុយនៃសមីការអញ្ចឹងអាសមីការនេះយើងហៅថា Gaussi linear នេះបាទ Gaussi linear ទម្រង់បែបនេះណាបាទសមីការហ្នឹងគេហៅថា Gaussi linear ណាមានន័យថាវាជាទម្រង់សមីការ linear ដែរប៉ុន្តែវា Gaussi ណាបាទ Gaussi linear of PDE ណាបាទសមីការលំដាប់1បាទនៃ PDE បាទគាត់ថានេះទម្រង់នេះយើងហៅថាទម្រង់ Gaussi linear ណាបាទទម្រង់ Gaussi linear តោះឥឡូវយើងមើលជាទូទៅនេះយើងខ្ញុំសុំដកនិយាយណានេះយើងណោះកុំឲ្យ flash នេះយើងអត់លឺតោះអូខេតោះឥឡូវយើងមើលណាបាទតោះឥឡូវខ្ញុំសូមរំលឹកគ្នាយើងឡើងវិញបាទមានន័យថាអ៊ុយ x តេបាទមានន័យចម្លើយទូទៅនៃសមីការ PDE នេះ we can find y x តេ by using បាទណាមានន័យថាយើងអាចរកចម្លើយទូទៅបាទ y x តេនេះបាទ by using បាទ by using បាទ characteristic curve method ណាបាទ characteristic curve method បាទ characteristic curve method ណាមានន័យថាខ្ញុំអាចរកចម្លើយទូទៅបាទ y x តេហ្នឹងតាមរយៈបាទវិធីសាស្ត្រខ្សែកោងសម្គាល់ណាបាទហេតុអីបានខ្ញុំអាចរក y x តេរបស់យើងតាមរយៈ characteristic curve method ដោយសារតែលក្ខខណ្ឌទី1គឺ y របស់យើងគឺវា smooth ណាបាទវា smooth គ្រប់កន្លែងបំជឿយើងអាចពេលយើងសង់គ្រួសារនៃសមីការរបស់វាទៅយើងឃើញណាវា smooth មានន័យថាវាជាប់នឹងមាន derivative គ្រប់លំដាប់បាទវា smooth ណាបាទ smooth អូខេតោះអញ្ចឹងយើងមាន characteristic curve របស់យើងបាទគឺទម្រង់បែបនេះណាមានន័យថា dx នៅលើ dt មានន័យថាគ្នាយើងត្រូវបំលែងវាឲ្យស្មើទៅនឹងអីត្រូវគ្នាយើងត្រូវបំលែងវាឲ្យស្មើទៅនឹង
ODE ត្រូវទេយើងចឹងឥឡូវយើងមើលសមត្ថកម្មរបស់យើងណាយើងមើលសមត្ថកម្មរបស់យើង F prime OI របស់យើងមិនស្មើ OI kip ត្រូវទេយើងនេះយល់ទេយល់ខ្ញុំនិយាយទេ F prime OI របស់យើងវាមិនស្មើជាមួយនឹង OI kip មែនទេចឹងទៅពេល F OI វាត្រូវស្មើនឹង OI ស្គូល4លើ4ណាត្រូវទេយើងនេះពួកយើងនៅក្នុងទីនេះយើងមាន F prime OI របស់យើងស្មើជាមួយនឹង OI kip នេះមានន័យថាកន្លែងនេះគឺ OI តេបូក F prime OI គុណនឹង OI x ស្មើ0រៀងទូទៅរបស់វាណាចឹងដល់ពេលគ្នាយើងចង់ទាញរក F OI មិនត្រូវគ្នាយើងអាំង integral ពួក derivative បោះមកមិនអាំង integral ណាมันបាន OI ស្គូល4លើ4ត្រូវទេយើងអាហ្នឹងគឺ F OI របស់យើងនេះបាទអញ្ចឹងទី1យើងមាន F prime OI ស្មើ OI kip ណាដល់ពេលយើងរក F OI ទៅយើងពាក់អាំង integral ទៅពួក derivative ចម្រាស់វាមកគឺអាំង integral ណាអញ្ចឹងយើងអាំង OI kip ទៅបាន OI ស្គូល4លើ4ហ្នឹងយើងប្រើ x ស្វ័យគុណ n អញ្ចឹងណាបាទអញ្ចឹងអានេះ dx លើ dt ស្មើគេនេះយើងមិនត្រូវដាក់ឲ្យស្មើនឹងអីបាទនេះយើងមើលនេះយើងមើលណាយើងត្រូវដាក់ឲ្យវាស្មើទៅនឹងអីដើម្បីដោះស្រាយសមីការមួយបែបនេះបាទយើងត្រូវបង្ហាញឬក៏យើងអាចទៅសេចេះហ្មងចេះក៏បានដែរយើងនៅកំតនអានេះណាព្រោះអានេះឥឡូវបើសិនជាខ្ញុំទៅសេជាទម្រង់ទូទៅរបស់វាមានន័យថាវាត្រូវស្មើជាមួយនឹង FOI ត្រូវទេនេះយើងបាទហើយមួយទៀតx នៃ0វាត្រូវស្មើជាមួយនឹង x0 ចេះបាទនេះលក្ខណៈវិធីសាស្ត្រខ្សែកោងសម្គាល់ណាប៉ុន្តែយើងមានរូបមន្តទូទៅរបស់យើងបាទមានន័យថា x នៃ t នេះយើងអាចរកចម្លើយទូទៅរបស់វាបានណាគឺស្មើជាមួយនឹង x0 បាទបូកជាមួយនឹង t គុណជាមួយនឹង f' នៃបាទ y0 នៃ x អញ្ចឹងឯងយើងបាទនេះនេះគឺជារូបមន្តដើម្បីដោះស្រាយរកចម្លើយទូទៅរបស់ PDE តាមរយៈ ODE ពួកយើងមួយកណាត់នេះខ្ញុំសូមបញ្ជាក់តិចណាមួយកណាត់នេះគឺ ODE មួយកណាត់នេះណាប៉ុណ្្នឹងគឺ ODE ណាតោះនេះយើងមិនមែន PDE ទេមានន័យថាយើងខ្ចីដៃ ODE ដើម្បីរកចម្លើយទូទៅរបស់ ODE សិនហើយបានយើងឆ្ពោះទៅរកចម្លើយទូទៅរបស់ PDE បាទហ្នឹងហើយគេហៅថា characteristic curve method ណាមានន័យថាគ្នាយើងត្រូវបំលែង ODE បំលែងដំបូងត្រូវបង្ហាញវាដោយប្រើ ODE សិនអានេះ x0 នេះយើងសូមអធិស្ឋានណា y0 នៃ x0 ណាហ្នឹងហើយបាទមានន័យថានេះយើងត្រូវបំលែងវាឲ្យជាទម្រង់សមីការ ODE សិនមានន័យថាសមីការ ordinary differential equation ណាហើយចាំយើងត្រូវបំលែងវាទៅជា PDE វិញណាតើដោយប្រើវិធីសាស្ត្ររបស់យើងណានេះគឺយើងហៅថាវិធីសាស្ត្រ characteristic curve method នឹងឯងណាតោះអូខេតោះឥឡូវយើងបានថាម៉េចទៀតយើងគោលដៅរបស់គ្នាយើងត្រូវទាញរក x0 ឲ្យបានត្រូវទាញរកលក្ខខណ្ឌដើមគឺ x0 របស់វាត្រូវទាញរកឲ្យបានប៉ុន្តែមុននឹងទាញរក x0 នេះយើងត្រូវគណនាសិនណាចឹងកន្លែងនេះខ្ញុំអាចទៅសេបានថាម៉េចមកខ្ញុំអាចសេបានថា x0 បាទបូកជាមួយនឹង t បាទនេះយើងមើលf' នៃ y0 x0 យើងមើល f' y របស់យើងមិនស្មើ y kip ត្រូវទេចឹងដល់ពេល f' 0នៃ x0 មានន័យថាវាមិនត្រូវស្មើនឹង y0 kip ត្រូវទេយើងឬក៏យើងទៅសេថា y0 នៃ x0 ហ្នឹងទាំងអស់លើកទៅជា kip ណាមានន័យថាកន្លែងនេះខ្ញុំអាចទៅសេបានថាបាទ y0 នៃ x0 បាទទាំងអស់ហ្នឹងលើកទៅជា kip តន់ខ្ញុំទៅសេនេះយើងមានន័យថាទី1យើងមានអីគេនេះយើងមាន f' y មិនស្មើ y kip ត្រូវទេចឹងទៅពេល f' នៃ y0 x0 មានន័យថាវាត្រូវស្មើនឹង y0 នៃ x0 ទាំងអស់ហ្នឹងលើកស្វ័យគុណ3ណាបាទលើកទាំងអស់ហ្នឹងស្វ័យគុណ3ណាហើយគុណជាមួយតេណាព្រោះវាជាអនុគមនៃតេពូធៀបទៅនឹងពេលតេណាពួកយើងកុំភ្លេចថា PDE គឺយើងសិក្សាធៀបទៅនឹងទីតាំងបាទសមីការរបស់វាគឺធៀបទៅនឹងទីតាំងពេលវេលាណាគឺ time អញ្ចឹងត្រូវមានវត្តមានតេនៅក្នុងសមីការរបស់យើងហ្នឹងឯងណាអញ្ចឹងកន្លែងនេះយើងអាចទាញបានថាម៉េចទៀតនេះនាំឲ្យយើងទាញបានបើ x នៃតេបាទគឺស្មើជាមួយនឹង x0 បូកជាមួយនឹងតេអស់នេះយើងមើលy0 នៃ x0 របស់យើងគេឲ្យមកស្មើប៉ុន្មាននេះអានេះ y0 នៃ x ស្មើ x ស្វ័យគុណ1លើ3ត្រូវទេចឹងទៅពេល y0 នៃ x0 មានន័យថាម៉េចវាមិនត្រូវស្មើជាមួយនឹង x0 ទាំងអស់ហ្នឹងស្វ័យគុណ1លើ3ត្រូវទេនេះចឹង1លើ3ហើយលើកស្វ័យគុណ3ទៀតត្រូវទេបាទនេះចាំមើលណាខ្ញុំទៅសេជាសិនអញ្ចឹងណាបាទឬក៏ខ្ញុំអាចសេថា x0 ស្វ័យគុណ1លើ3ហើយលើកស្វ័យគុណ3ទៀត
យល់ទេយល់ខ្ញុំនិយាយទេអញ្ចឹងនេះមានន័យថា RO0 x0 ហ្នឹងវាត្រូវស្មើ x0 ស្វ័យគុណ1លើ3ហើយដោយសារយើងយកវាលើកទៅជាគីបអានេះក៏ត្រូវលើកទៅជាគីបដែរអញ្ចឹងគីបជាមួយ1លើ3នេះគឺវាដាច់អស់ហើយបាទអញ្ចឹងយើងនៅសល់តែបាទ x0 បូកជាមួយនឹង t គុណជាមួយនឹង x0 ណាអានេះគឺ x នៃ t តោះនេះយើងនេះ x នៃ t ណាបាទ x នៃ t របស់យើងស្មើជាមួយនឹង x0 នៅលើបូក t គុណជាមួយនឹង x0 ណាអញ្ចឹងនេះយើងអាចទាញ x0 ចេញជាកតាមកវានៅសល់1បូក t ណាអានេះគឺ x នៃ t ណាបាទនេះអញ្ចឹងគោលដៅរបស់គ្នាយើងត្រូវទាញរក x0 អញ្ចឹងវាត្រូវស្មើ x នៅលើ1បូក t បាទតោះនេះអញ្ចឹងខ្ញុំអាចសរសេរ xt ហ្នឹងដោយ x ធម្មតាអញ្ចឹងក៏បានដែរណាបាទអញ្ចឹងនេះគឺ x0 របស់យើងស្មើ x នៅលើ1បូក t ទៅអញ្ចឹងនេះយើងចាប់ដើមទៅជួសចូលមកបាទ so បាទ the general solution of PDE is នេះណាមកដល់កន្លែងនេះគឺយើងប្រើហើយយើងត្រូវបំលែងចម្លើយទូទៅរបស់ ODE ទៅជាចម្លើយទូទៅនៃ PDE វិញណាយើងតាំងវាដោយ OXT នេះបាទវាត្រូវស្មើនឹងអីគេនេះយើងវាត្រូវស្មើនឹង x0 ស្វ័យគុណ1លើ3ត្រូវទេបាទចម្លើយទូទៅរបស់វាត្រូវ x0 ស្វ័យគុណ1លើ3ណាតែ x0 របស់យើងមិនស្មើ x នៅលើ1បូក t អញ្ចឹងណាបាទទាំងអស់ហ្នឹងស្វ័យគុណ1លើបាទ1លើ3ទៅអញ្ចឹងបាទនេះហើយគឺជាចម្លើយទូទៅនៃសមីការ PDE របស់យើងណាបាទមានន័យថាយើងដោះស្រាយវាដោយប្រើវិធីសាស្ត្រ characteristic curve method ណាបាទអញ្ចឹងនេះយើងត្រូវចាំណាបាទយើងរកគោលដៅរបស់យើងគឺគ្នាយើងត្រូវរកអ៊ុយ xt ហ្នឹងដែលជាចម្លើយទូទៅនៃសមីការ PDE របស់យើងតោះនេះប៉ុន្តែត្រូវផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌដើមតោះខ្ញុំនិយាយណាបាទត្រូវផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌដើមដោយសារវាជាសមីការ IVP វាត្រូវមានផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌដើមដែលភ្ជាប់ជាមួយវាណាអូខេអញ្ចឹងលំហាត់ទី1ខ្ញុំបានស្រាយប្រាប់គ្នាយើងរួចហើយណាអញ្ចឹងសង្ឃឹមថាពួកយើងអាចយល់បានតកតងទៅនឹងលំហាត់ទី1ណាបាទលំហាត់ទី1អូខេមិនដែរនេះយើងមានសង្ឃឹមថាมันមានសំណួរអីចុះណាតកតងទៅនឹងPDE របស់យើងណាបាទតកតងទៅនឹង PDE របស់យើងណាអូខេតោះឥឡូវខ្ញុំទៅមកលំហាត់ទៀតអញ្ចឹងណោះបាទទៅមកលំហាត់ទៀតណាមកលំហាត់ទៀតគឺតកតងចម្លើយធម្មតាសិនទេណាមានន័យថាអាចប្រើ characteristic curve method បានណាខ្ញុំអត់ទាន់ចូលទៅគេហៅថាស្អីគេ weak solution ហ្នឹងទេនេះយើងណាweak solution ហ្នឹងវារៀងពិបាកតិចតតែបង្ហាញគ្នាយើងសិនហ្នឹងហើយតតែបង្ហាញគ្នាយើងហើយមានន័យថាបង្ហាញលក្ខណៈរបស់weak solution ហ្នឹងហើយចាំខ្ញុំនឹងចាំខ្ញុំនឹងបង្ហាញជាលំហាត់អូខេតោះមិនដែរនេះយើងមានមិនទាន់មានចោតជាបញ្ហាអីណាអូខេត្រឹម18នាទីតោះខ្ញុំសូមបន្តទៅមុខទៀតតោះឥឡូវយើងមើលតកតងទៅនឹងលំហាត់ទី2បាទ second Roman ណាលំហាត់ទី2ណាគេឲ្យយើងគេឲ្យ given soul IVP បែបនេះណាយើងមើលលំហាត់នៅក្នុង Roman ទី2ណាបាទគេឲ្យយើង soul សមីការ IVP ដដែលបាទណាយើងមើល given ណាបាទគេឲ្យសមីការ IVP បាទក្រោមទម្រង់បែបនេះណាបាទគឺក្រោមទម្រង់អ៊ុយតេបាទបូកជាមួយនឹងអ៊ុយបាទគុណជាមួយនឹងអ៊ុយ x ស្មើ0ណាសមីការមួយនេះណាបាទហើយមួយទៀតបាទអ៊ុយនៃ x0 ស្មើជាមួយនឹងអ៊ុយ0នៃ x ណាបាទយើងមើលសមីការ PDE ទម្រង់មួយបែបទៀតណាស្មើជាមួយនឹង x ការ៉េអញ្ចឹងអានេះគេខ្ញុំចែកចេញជា2សំណួរណាបាទអញ្ចឹងសំណួរទី1គេឲ្យគ្នាយើង find បាទ the solution OXT of this PDE ណាមានន័យថាគេឲ្យយើងរកចម្លើយ OXT នេះនៃ PDE ខាងលើហ្នឹងណាបាទ of this PDE ណាបាទនៃសមីការ PDE ខាងលើហ្នឹងណាបាទ of this PDE above ណាខ្ញុំប្រើពាក្យ above មានន័យថាខាងលើណាហើយទៅពេលសំណួរទី2គេឲ្យគ្នាយើង verify បាទគេឲ្យគ្នាយើង
ផ្ទៀងផ្ទាត់ណា verify ហ្នឹងមានន័យថាផ្ទៀងផ្ទាត់ណាបាទផ្ទៀងផ្ទាត់ limit t ខិតទៅរក0បាទនៃ OXT នេះគឺស្មើជាមួយនឹងx ការ៉េអញ្ចឹងណាបាទដូចជាស្មើប៉ុណ្ណឹងណាបាទស្មើជាមួយនឹង OI0x ស្មើជាមួយនឹង x ការ៉េណាហ្នឹងហើយនេះយើងត្រូវបង្ហាញ limit វាស្មើ OI0x ហើយស្មើជាមួយនឹង x ការ៉េណាអូខេអញ្ចឹងលំហាត់រ៉ូម៉ាំងទី2នេះគឺមាន2សំណួរតោះនេះអញ្ចឹងបាទមាន2សំណួរប៉ុន្តែវិធីសាស្ត្រគឺដូចគ្នាទេអញ្ចឹងនៅក្នុងcert video lecture នេះខ្ញុំគ្រាន់តែបង្ហាញគ្នាយើងតាក់ទងទៅនឹងការដោះស្រាយសមីការ PDE បាទដោយប្រើ characteristic curve method បាទអញ្ចឹងខ្ញុំបានមកលំហាត់đâyណាពួកខ្ញុំបង្ហាញគ្នាយើងបាទមានហោហែអញ្ចឹងមកណាគឺតាក់ទងជាមួយនឹងវិធីសាស្ត្រខ្សែកោងសម្គាល់ដើម្បីដោះស្រាយរកចម្លើយទូទៅរបស់ PDE អូខេតោះឥឡូវយើងចូលទៅរ៉ូម៉ាំងទី2បាទគឺគេឲ្យសមីការ IVP មកដដែលត្រូវទេយើងបាទអញ្ចឹងគោលដៅរបស់គ្នាយើងរ៉ូម៉ាំងទី1គេឲ្យយើងរកចម្លើយទូទៅ OXT នៃសមីការ PDE ខាងលើហ្នឹងបាទហើយទី2គេឲ្យគ្នាយើង verify ណាមានន័យថាផ្ទៀងផ្ទាត់នៅតម្លៃ limit ផងយើងតើតម្លៃ limit ផងយើងស្មើនឹងប៉ុណ្ណឹងមែនអត់អញ្ចឹងណាតោះឥឡូវយើងមើល solution បាទដំណោះស្រាយនៃលំហាត់ខាងលើតោះអញ្ចឹងសំណួរទី1ណាគេឲ្យយើង find the solution OXT of this PDE ណាបាទ find ខ្ញុំសូមបញ្ជាក់តិចនិយាយណាពពួក IVP បែបនេះគឺងាយស្រួលដោះទេដោយសារវាមាន condition វាមានលក្ខខណ្ឌលក្ខខណ្ឌគេឲ្យ x នៅចន្លោះណាចន្លោះណីតិចទៀតយើងចូលដល់ហ្នឹងរៀងស្មុគស្មាញតែចូលដល់មានលក្ខខណ្ឌ x នៅចន្លោះណាហ្នឹងហើយវាចូលដល់ weak solution ហើយចម្លើយខ្សោយឯណាបាទមានចម្លើយហ្នឹងវាអត់ល្អទេបើយើងនិយាយចំទៅចម្លើយហ្នឹងវាអត់ strong វាអត់ល្អទេប៉ុន្តែសួរថាអនុគមហ្នឹងមាន derivative ទេមានតែគ្រាន់ថាចម្លើយរបស់វាគឺអត់ strong ដូចយើងរកតាម characteristic curve method ទេយល់ទេណាយើងមានន័យថាចម្លើយទូទៅរបស់វាគឺយើងរកតាមរបៀបមួយទៀតគឺ weak solution ប៉ុន្តែចម្លើយរបស់វានៅតែជាប់នៅតែមាន derivative ចឹងគ្រាន់ថាវាខ្សោយជាងcharacteristic curve method ចម្លើយរកតាមនេះខ្សោយជាងចម្លើយរកតាមនេះពេលយើងសិក្សាលើ weak solution ណាអូខេតោះឥឡូវយើងមើលសំណួរទី1ណាគេឲ្យយើង find the solution OXT ណាបាទ find the solution បាទ OXT បាទរកចម្លើយទូទៅនៃ OXT របស់យើងត្រូវទេយើងអូខេតោះអញ្ចឹងខ្ញុំសូម summarize ឡើងវិញណាដោយសារតែវារៀងស្មុគស្មាញកន្លែងនេះណាអញ្ចឹងដោយសារតែយើងមានសមីការវាមិនសូវជាស្មុគស្មាញប៉ុន្មានទេព្រោះយើងប្រើ characteristic curve method ដូចតែគ្នាហ្នឹងបាទរ OXT ហ្នឹងណាអូខេតោះឥឡូវយើងមានបាទ givens បាទយើងមានសមីការ IVP បាទសមីការ IVP របស់យើងគឺទម្រង់បែបនេះណាមានន័យថា OXT បាទបូកជាមួយនឹង OI បាទគុណជាមួយនឹង OX ស្មើ0អញ្ចឹងណាយើងបាទហើយមួយទៀតគឺលក្ខខណ្ឌដើមបាទ OI នៃ x 0បាទស្មើជាមួយនឹង OI 0នៃ x ស្មើជាមួយនឹង x ការ៉េអូខេតោះឥឡូវយើងនឹងដោះស្រាយសមីការនេះបាទតាមវិធីសាស្ត្រខ្សែកោងសម្គាល់ណាចឹងយើងសេថាបាទ the characteristic curve method is given by ណាបាទ the characteristic curve បាទ method បាទឬក៏ the characteristic curve is given by ណាមានន័យថាខ្សែកោងសម្គាល់ត្រូវបានកំណត់ដោយណាតោះឥឡូវកំណត់ដោយអីគេនេះយើងរូបមន្តដដែលពួកយើងរូបមន្តដដែលណាតោះបាទរូបមន្តរបស់យើងគឺអានេះនេះយើងនៅតែប្រើរូបមន្តនឹងដដែលទេដើម្បីរកចម្លើយទូទៅ OXT របស់វាហ្នឹងណាអូខេតោះអញ្ចឹងកន្លែងនេះខ្ញុំសូមបន្តទៀតបាទសូមលុបខាងនេះណាតោះយើងបន្តលំហាត់នឹងបន្តិចទៅហើយចាំយើងសម្រាកណាបាទខ្ញុំមិនដឹងថាខ្ញុំសម្រាកឬក៏គួរបន្តលំហាត់តទៀតអត់ទាន់ច្បាស់ណាខ្ញុំថាចង់ចូលទៅដល់ weak solution ព្រោះអត់សូវមានពេលទេបើសិនជាមានពេលខ្ញុំចង់ធ្វើវីដេអូឲ្យបាន2ក្នុងពេលតែមួយអញ្ចឹងណានេះយើងហ្នឹងហើយតកតងទៅនឹង weak solution បាទចម្លើយខ្សោយនៃ PDE របស់យើងណា
ok tỏឥឡូវយើងមើលទម្រង់នៃលំហាត់ហ្នឹងណាតោះអញ្ចឹងនេះយើងត្រូវទៅសេដូចដែលខ្ញុំទៅសេនៅក្នុងលំហាត់ក្នុងរ៉ូម៉ាំងទី1អញ្ចឹងណាអញ្ចឹងមានន័យថាខ្ញុំមាន x បាទស្មើជាមួយនឹង x0 បាទបូកជាមួយនឹង t គុណជាមួយនឹង f' នៃ y0 x0 បាទអានេះគឺជារូបមន្តដែលយើងដោះស្រាយរកចម្លើយទូទៅរបស់ PDE តាមរយៈ characteristic curve បាទឬក៏យើងហៅថាតាមវិធីសាស្ត្រខ្សែកោងសម្គាល់ណាអញ្ចឹងកន្លែងនេះខ្ញុំអាចទៅសេបានថាម៉េចនេះយើងតោះអញ្ចឹងកន្លែងនេះខ្ញុំអាចទៅសេបានថានាំឲ្យខ្ញុំទិញបានថា x ស្មើជាមួយនឹង x0 បូកជាមួយនឹង t នៃយើងមើល y0 x0 របស់យើងវាមិនស្មើនឹង x ការ៉េទេ y0x ស្មើ x ការ៉េអញ្ចឹងទៅពេល y0 x0 វាត្រូវស្មើនឹងបាទ x0 ការ៉េត្រូវទេនេះអញ្ចឹងដូចជាអត់មានលើកជាការ៉េទេណាដោយសារអីវាស្មើនឹង x ការ៉េខ្លួនវានឹងឯងណាអត់មានលើកអីណាស្វ័យគុណ2 3អីទៀតទេណាវាត្រូវស្មើប៉ុណ្្នឹងណាយើងណាឯកភាពនេះយើងឃើញអញ្ចឹងពួក y0 នៃ x របស់យើងវាមិនស្មើ x ការ៉េគេឲ្យមកនោះអញ្ចឹងទៅពេល y0 នៃ x0 វាស្មើ x0 ការ៉េអញ្ចឹងនេះយើងអាចកណនាវាទៅយើងបាន x0 បូក t គុណជាមួយនឹង x0 ការ៉េណាបាទនេះ x ណាតោះអញ្ចឹងនេះយើងអាចធ្វើម៉េចទៀតសមីការនេះយើងអាចទាញ x0 បានចេញភ្លាមទេត្រូវនេះយើងដោយសារអីអានេះវា x0 ការ៉េណាអញ្ចឹងយើងអាចទៅសេអញ្ចេះបានទេនេះយើងសាក់មួយមូលនេះខ្ញុំអាចទៅសេចេះបានខ្ញុំអាចសេបានថា t បាទ x0 ការ៉េបាទបូក x0 បាទ x0 នេះឲ្យបានដក x ស្មើ0ណាខ្ញុំរុញអា x មកនេះមកដក x ឲ្យអង្គទី1ស្មើ0ទៅបាទនេះត្រូវនេះយើងពុំមិញវា x0 យើងវាស្វ័យគុណ1នឹងយើងអាចទាញបានតែនេះស្វ័យគុណ2ណាអញ្ចឹងវាចូលទម្រង់ quadratic equation នេះយើងអញ្ចឹងណាបាទចូលទម្រង់ quadratic equation ណាចូលអាគេហៅថាស្អីគេទម្រង់សមីការ degree ទី2នេះយើងត្រូវទេសមីការ degree ទី2អង់គ្លេសហៅ quadratic equation ត្រូវនេះយើងនេះសមីការបែបហ្នឹងយើងហៅថាអីគេសមីការ quadratic equation ណាបាទមានន័យថាសមីការ degree ទី2ណាអញ្ចឹងគឺយើងត្រូវដោះស្រាយតាម delta បាទណាត្រូវដោះស្រាយតាម delta ពួកវាជាសមីការ degree ទី2បាទ quadratic equation តោះឥឡូវយើងតាម delta បាទ given delta ស្មើគេ delta នេះយើង delta มันស្មើ b ការ៉េដក 4ac ត្រូវខ្ញុំបាច់និយាយណាព្រោះថ្នាក់ទី10ហ្នឹងណាបាទ b ការ៉េ b យើងគឺ x0 ណាព្រោះយើងមានអញ្ញត្តិ x0 ណាបាទអញ្ចឹង b ការ៉េគឺ x0 ការ៉េដក 4ac a យើងគឺ t c យើងគឺដក x ណាបាទនេះអញ្ចឹងយើងកណនាមកយើងបានបាទ x0 ការ៉េបូកជាមួយនឹង 4tx ណាបាទ 4tx អាហ្នឹងគឺអីគេនេះយើងdelta បានអញ្ចឹងទេយើងមើលឯកភាពថាអញ្ចឹងណាបាទអូសំទោសបូក bx0 សំទោសអានេះ1សំទោសយើងមិនមែន x0 ឯ1ណាព្រោះអាញាត់យើង x0 ត្រូវហ៎បាទអញ្ចឹងវាទៅជា1ការ៉េ1ការ៉េគឺ1ដដែលណាវាស្មើ1បូក 4tx បាទអញ្ចឹងកន្លែងនេះយើងអាចទាញរករឹស delta បាទវាត្រូវស្មើជាមួយនឹងរឹសនៃ1បូកឲ្យ 4tx បាទ 4tx ណាពួកយើងត្រូវរករឹស delta ហើយចម្លើយរបស់វាមិនចែកចេញជា2ត្រូវទេបាទចម្លើយរបស់យើងមិនចែកចេញជា2ទី1យើងទៅសេថា x0' បាទគឺស្មើជាមួយនឹងដក b បាទដករឹស delta លើ 2a ត្រូវទេយើងចម្លើយរបស់អាសមីការ quadratic តាម delta នោះมันស្មើប៉ុណ្ណឹងណាអញ្ចឹងដក b យើងស្មើ1អញ្ចឹងដក b វាទៅជាដក1បាទដកឲ្យរឹសនៃ1បូក 4tx នេះបាទចែកជាមួយនឹង 2a a យើងគឺ t អញ្ចឹងវាទៅជា 2t ណាហើយមួយទៀតបាទចម្លើយទី2ខ្ញុំតាំងដោយ x0 សេកុងទៅបាទស្មើជាមួយនឹងដក b បាទបូកជាមួយនឹងរឹស delta ចែកជាមួយនឹង 2a ចឹងនេះយើងគ្រាន់តែដូរសញ្ញាវាវិញមកនេះយើងដូរពីដកទៅបូកវិញមកបានណាបាទដដែលបាទដក1បូករឹសការ៉េនៃ1បូក 4tx ហើយចែកនឹង 2t ដូចគ្នាណា
អូខេអញ្ចឹងយើងបានចម្លើយនៃ ODE ចម្លើយ ODE របស់យើងគឺស្មើប៉ុណ្ណឹងមាន2ទាំងវាជាប់ឬការ៉េហើយនេះយើងសួរថាចុះលោកគ្រូចុះបើសិនជាជាប់អញ្ចឹងមិនដែរអូខេអត់អីទេពួក x0 របស់យើងមិនត្រូវដោះវាដោយប្រើយើងមិនធ្វើម៉េចឲ្យវាជាប់អានុគម x ទេត្រូវទេពួកអុយរបស់យើងមិនអុយ x ទេត្រូវទេអញ្ចឹងវាត្រូវជាប់ x វាត្រូវជាប់ទេនៅក្នុងហ្នឹងឯងមិនអញ្ចឹងបាទអញ្ចឹងមានន័យថាម៉េចមានន័យថាអុយ x ទេរបស់យើងមាន2ចម្លើយណាតើនេះអញ្ចឹងបាទអុយ x ទេរបស់យើងករណីនេះគឺមាន2ចម្លើយនេះអញ្ចឹងណាបាទគឺចម្លើយទី1គឺយើងតាំងវាដោយ x0' ស្មើជាមួយនឹងដក1ដករឹសនៃប៉ុណ្ណេះបាទនេះ 4t(x) ចែកជាមួយនឹង 2t ណាបាទហើយមួយទៀតបាទ x0 សេកុងដោយសារវាជាសមីការលំដាប់2សមីការដឺក្រេទី2អញ្ចឹងវាត្រូវមានរឹស2ហើយកន្លែងហ្នឹងណាបាទនេះបូកវិញហើយបានចែកជាមួយនឹង 2t ដែរណាអូខេអញ្ចឹងយើងបាន OXT របស់យើងជាចម្លើយទូទៅហើយបាទយើងបានចប់នៅសំណួរទី1ហើយមិនអញ្ចឹងហ៎បាទមានន័យថាអាហ្នឹងគឺ R the solution ហ្នឹងមែនទេ of PDE ណាបាទគឺជាចម្លើយនៃសមីការ PDE របស់យើងហើយបាទណាតោះឥឡូវគេឲ្យយើង verify ចប់សំណួរទី1ចូលដល់សំណួរទី2ណាអញ្ចឹងសំណួរទី2គេឲ្យយើង verify ណាបាទ verify តោះឥឡូវយើង verify បែបម៉េចណាអូសំទោស OXT របស់យើងស្មើប៉ុណ្ណឹងប៉ុន្តែនេះយើងមើលតទៀតវាការ៉េសំទោសនេះយើងអានេះវា x0 ធម្មតាទេអញ្ចឹងនេះយើងត្រូវយកវាលើកទៅជាការ៉េសិនណាកុំតន់អាននេះណាពួក OXT របស់យើងវាមិនត្រូវស្មើចម្លើយរបស់វា x លើកទៅជាការ៉េណាអញ្ចឹងមានន័យថានាំឲ្យខ្ញុំទាញបានថា OXT របស់យើងអាចសរសេរបានថាម៉េចអញ្ចឹងបាទវាមានចម្លើយ2ណាគឺដក1ដករឹសនៃប៉ុណ្ណឹងបាទណាបាទចែកជាមួយនឹង 2t ហ្នឹងទាំងអស់ហ្នឹងលើកទៅជាការ៉េណាបាទខ្ញុំអាចតាំងវាដោយអ៊ុយអង xt មកបាទហើយមួយទៀតអ៊ុយដឺ xt បាទខ្ញុំយកកន្សោមខាងបូកវិញមិនអញ្ចឹងទេបាទលើកវាទៅជាការ៉េបាទណាលើកវាទៅជាការ៉េណាពូវា x ការ៉េចម្លើយទូទៅវាមិន x ការ៉េមិនអញ្ចឹងបាទនេះតោះនេះអញ្ចឹងបាទអាហ្នឹងឯងគឺជាបាទ B the solution of PDE បាទជាចម្លើយនៃសមីការ PDE របស់យើងណាមានន័យថាយើងត្រូវយកវាលើកទៅជាការ៉េសិនត្រូវទេយើងពូគេឲ្យលក្ខខណ្ឌដើមរបស់យើងនេះគឺ x ការ៉េអញ្ចឹងគ្នាយើងត្រូវបាទយកវាមកលើកទៅជាការ៉េតោះឥឡូវគ្នាយើងសង្កេតមើលក្នុងចំណោម2នេះគឺយើងនៅតែយកទាំងពីរអញ្ចឹងប៉ុន្តែទៅពេលចូលមកដល់សំណួរទី2គ្នាយើងមើលណាសំណួរទី2គេឲ្យយើង verify គេឲ្យយើងផ្ទៀងផ្ទាត់ថា limit t កតរ0នៃ OXT ហ្នឹងវាត្រូវស្មើ OX0x ស្មើនឹង x ការ៉េតោះឥឡូវគ្នាយើង verify ណាបាទ verify the statement above ខ្ញុំប្រើចឹងហ្មងណាបាទ statement ហ្នឹងវា clear ប្រយោគខាងលើបាទនៅក្នុងសំណួរទី2ហ្នឹងបាទណាគេឲ្យយើង verify ថាតើ limit របស់យើងស្មើ x ការ៉េមែនអត់ណាតោះឥឡូវយើង given គ្នាយើងអាចតេស្តបានណាដោយសារខ្ញុំចង់បញ្ចប់វីដេអូគ្នាយើងអាចតេស្តបានករណីបើសិនជាគ្នាយើងយកអ៊ុយអង xt នេះយកមកគណនា limit ណាវាអត់ចេញ x ការ៉េទេវាអាចជាប់ដកអីចឹងទៅណាអញ្ចឹងវិធីសាស្ត្ររបស់យើងគឺយើងយកអានេះវិញណាបាទជំរើសរបស់យើងគឺយើងយកអ៊ុយដឺ xt នេះអញ្ចឹងខ្ញុំយកអានេះណាខ្ញុំយកអាផ្នែកខាងវិជ្ជមាននេះតែពិតមិនមែនថាយើងកាត់ចោលទេយើងត្រូវយកមកជំនួសដូចគ្នាគ្រាន់ថាករណីទី1វាអត់ផ្ទៀងផ្ទាត់អ៊ុយអងហ្នឹងយើងចេញយើងយកអ៊ុយដឺមកពួកអ៊ុយដឺហ្នឹងវាផ្ទៀងផ្ទាត់ណាបាទយើងយកវាមកលើកជាការ៉េនេះពួកអ៊ុយតេយើងមិនស្មើប៉ុណ្ណឹងលើកទៅជាការ៉េតោះឥឡូវខ្ញុំបំពាក់ limit លើអង្គទាំងពីរអញ្ចឹងខ្ញុំឲ្យ limit t កតរ0បាទនៃអ៊ុយ x t អញ្ចឹងវាត្រូវស្មើ limit នៃកសោមប៉ុណ្ណឹងដែរណាបាទ limit បាទ t ហ្នឹងកតរ0ណានៃកសោមប៉ុណ្ណឹងដែរប៉ុន្តែកន្លែងខ្ញុំអាចសុំប្រើវងកញ្ចក់ក្តោបរួមចេះណាអញ្ចឹងវាត្រូវស្មើជាមួយនឹងដក1បាទបូកជាមួយនឹងឬការ៉េនៃ1បូកជាមួយនឹង 4tx ណាហើយបានទាំងអស់នេះខ្ញុំចែកជាមួយនឹង 2t ទាំងអស់ហ្នឹងលើកទៅជាការ៉េចេះណាបាទមានន័យថាខ្ញុំបំពាក់ limit លើអង្គទាំងពីរណា
បាទបំពាក់ limit លើអង្គទាំងពីរមកយើងនឹងឃើញយើងដោះស្រាយ limit ហ្នឹងទៅយើងនឹងឃើញថាវាផ្ទៀងផ្ទាត់ហើយណាអញ្ចឹង limit នេះបើសិនជាគ្នាយើងជំនួស t ស្មើ0ទៅបាទនេះ0ឬការ៉េនី1បូក0ស្មើឬ1ឬ1ដក1វាមិន0ទេព្រោះឬ1ស្មើ1 1ដក1 0អញ្ចឹង0លើ0អញ្ចឹង limit របស់យើងគឺរៀងមិនកំណត់0លើ0អញ្ចឹងដើម្បីដោះស្រាយ limit ដែលមានរៀងមិនកំណត់0លើ0មិនគ្នាយើងដោះតាមអឺស្អីគេបែកតួកដាលស្អីណាហោហែឬក៏កតាឆ្លាស់អីចឹងទៅអញ្ចឹងអានេះយើងប្រើកសោមឆ្លាស់ក៏បានឬក៏ឡូពីតាល់ក៏បានព្រោះយើងមិនមែនបាក់ដប់ណាយើងមកសកលអីមិនអញ្ចឹងបាទឡូពីតាល់ខ្វាច់មកត្រូវទេយើងបាទយើងអាចប្រើវិធីសាស្ត្រអីឡូពីតាល់មើលឡូពីតាល់បាននេះគេនេះយើងឡូពីតាល់កន្សោមហ្នឹងអូឡូពីតាល់ក៏យើងធំដែរមែនទេព្រោះកសោមនេះលើកជាការ៉េចឹងមិនអាចឡូពីតាល់ឯកសោមឆ្លាស់ធម្មតាទេចឹងណាបាទកសោមឆ្លាស់ធម្មតាចឹងណាមិនអាចឡូពីតាល់វាអុយស្វ័យគុណ n ធំបាទ n អុយព្រីមអុយស្វ័យគុណ n ដក1នេះប៉ុន្តែសួរថាឡូពីតាល់បានទេបានអត់អីទេព្រោះវា0ទៅ0តែមែនទេ limit ហ្នឹងរៀងមិនកំណត់0ទៅ0តែព្រោះគ្នាយើងដឹងហើយថាឡូពីតាល់យើងប្រើបានតែ2រៀងឯងគឺ0ទៅ0ហើយនឹងអណន្តឬអណន្តរៀង2ហ្នឹងយើងអាចប្រើឡូពីតាល់បានតែបើខុសពីរៀង2ហ្នឹងគឺ no ប្រើអត់បានទេណាហ្នឹងនៅរឿងរ៉ាវនៅក្នុង limit ចឹងកន្លែងនេះខ្ញុំអាចប្រើកសោមឆ្លាស់ទៅខ្ញុំសេយកណាយើងព្រោះកន្លែងនេះគឺកម្រិត high school ទេមិនចោតជាបញ្ហាអីទេណាចឹងកន្លែងនេះបើខ្ញុំប្រើវិធីសាស្ត្រឡូពីតាល់អានេះវាចូល a ការ៉េដក b ការ៉េណាចឹងវាត្រូវស្មើជាមួយនឹងដក1បាទទាំងអស់ហ្នឹងលើកទៅជាការ៉េហើយបានដក b ការ៉េគឺដកប៉ុណ្្នេះណាមានន័យថាដក1ដក 4tx ណាគុណដកចូលណាបាទហើយបានចែកជាមួយនឹង4t ការ៉េត្រូវទេយើងមើលជប់ចែកជាមួយនឹង 2t ណាបាទចែកជាមួយនឹង 2t កតាឲ្យកសោមឆ្លាស់របស់យើងគឺដក1បូកជាមួយនឹងសំទោសដកណាត្រូវដកវិញព្រោះកសោមឆ្លាស់បាទ1បូក 4tx ចឹងណាហ្នឹងហើយហើយបានកសោមទាំងអស់ហ្នឹងនេះយើងត្រូវយកវាមកលើកទៅជាការ៉េត្រូវទេបាទលើកទៅជាការ៉េណានេះបានអញ្ចឹងនេះយើងតោះអញ្ចឹងកន្លែងនេះយើងអាចគណនាមកយើងបានថា limit នេះតេសំទោសមែនអីទេណាតេបាទតេខិតទៅរក0អញ្ចឹងកន្លែងនេះយើងបានថាម៉េចបាទអានេះដក1លើកទៅជាការ៉េវាស្មើ1បាទចានេះ1ដក1 0អស់ណាបាទអញ្ចឹងវាត្រូវស្មើនឹងអីវាត្រូវស្មើជាមួយនឹងដក 4tx ណាបាទហើយបានចែកជាមួយនឹង 2t កតាឲ្យដក1ដកឬនៃប៉ុណ្ណឹងណាយើងណាបាទកសោមឆ្លាស់របស់យើងណាបាទនេះមិនចឹងទេហើយបានទាំងអស់ហ្នឹងគ្នាយើងយកវាមកលើកទៅជាការ៉េណាបាទអញ្ចឹងគ្នាយើងអាចផ្ដាច់ការ៉េម្នាក់មួយមកត្រូវទេយើងអញ្ចឹងយើងបាន limit t ខិតទៅរក0អានេះ4ចែក2បាន2ណាtជាមួយ t សម្រួលអស់នេះចានេះយើងបានដក 2x បាទចឹងឯងយើងឲ្យបានចែកជាមួយនឹងដក1ដកឬនៃប៉ុណ្ណឹងណាបាទអានេះខ្ញុំអាចផ្ដាច់ការ៉េម្នាក់មួយណានេះយើងណាបាទផ្ដាច់ការ៉េម្នាក់មួយមកមិនចឹងទេបាទនេះលើកទៅជាការ៉េដែរព្រោះយើងផ្ដាច់ការ៉េចេញហើយផ្ដាច់ការ៉េម្នាក់មួយណាចឹងកន្លែងនេះយើងអាចទៅសេបានថាម៉េចទៀតចឹងបាទស្មើជាមួយនឹង limit បាទ t ខិតទៅរក0មិនចឹងទេចឹងកន្លែងនេះយើងបាន4បាទ x ការ៉េសំទោសអូខេឥឡូវចូលទៅសេអញ្ចឹងហ្មងទៅនេះចឹងហើយចាំយើងជំនួសចូលយើងលែងទៅសេ limit ហើយត្រូវទេបាទកាលណាយើងជំនួស t ស្មើ0យើងលែងទៅសេ limit ទេតោះអញ្ចឹងកន្លែងនេះខ្ញុំបានថា 4x ការ៉េនេះយើងមើលណាឃើញទេតោះជំនួស t ស្មើ0មកនេះ0នេះអញ្ចឹងឬ1ស្មើ1អញ្ចឹងដក1ដក1ដក2អញ្ចឹងដក2លើកទៅជាការ៉េគឺស្មើ4ណាព្រោះសញ្ញាដកក្នុងការ៉េបាត់ហើយបាទអញ្ចឹងចាំកាលទៀតដែលយើង4ចែក4អស់ហើយអញ្ចឹងស្មើជាមួយនឹង x ការ៉េពិតបាត់ឃើញទេយើងពិតទេបាទ true ណាអញ្ចឹង hence បាទដូច្នេះបាទយើងបាន verify ហ្នឹងមែនទេបាទ limit បាទ t ខិតទៅរក0បាទនៃអុយ x t របស់យើងគឺច្បាស់ណាស់ប្រកបជាស្មើជាមួយនឹងអីអុយ0នៃ x ស្មើជាមួយនឹង x ការបាទ x ការ៉េពិតហើយនេះត្រូវទេយើងបាទនេះជាចម្លើយរបស់យើងមួយដែរនេះបាទណាមាន2សំណួរហ្នឹងណា
ចឹងយើងបានស្រាយណាឃើញទេ4 degree លើ4សម្រួល4ចោលមកស្មើ degree ពិតមែនណាបាទអញ្ចឹងពិតហើយបាទអត់មានប្រឌិតគ្នាយើងទេយើងមើលឃើញណាបាទពិតជាក់ស្ដែងអញ្ចឹងណាគណិតវិទ្យាគឺបែបហ្នឹងណាបាទគឺយើងស្រាយឃើញពិតគឺពិតអញ្ចឹងតែម្ដងណាបាទអូខេអរគុណច្រើននេះយើងសង្ឃឹមថាវីដេអូទី3នេះនឹងជួយគ្នាយើងបានមួយចំនួនដែរតាក់ទងទៅនឹងការដោះស្រាយរកចម្លើយទូទៅរបស់ PDE ណាតាមគេហៅថាវិធីសាស្ត្រខ្សែកោងសម្គាល់បាទ characteristic curve method ណាបាទអរគុណច្រើននេះយើងណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូរបស់ខ្ញុំត្រឹមប៉ុណ្ណឹងណាអញ្ចឹងបើសិនជាមានចម្ងល់អីយើងអាចចរចាគ្នាតាមក្រោយទៀតណាហើយវីដេអូ for lecture គឺខ្ញុំនឹងវីដេអូទី4គឺខ្ញុំនឹងចូលទៅអា PDE មួយបែបទៀតវា IVP ដែរប៉ុន្តែវាមានលក្ខខណ្ឌ condition x នៅចន្លោះណាអញ្ចឹងណាបាទហើយតែចូលដល់ហ្នឹងគឺចូលដល់ weak solution ហើយណាអូខេអញ្ចឹងចាំជួបខ្ញុំនៅវីដេអូក្រោយៗទៀតតាក់ទង PDE ណាយើងនឹងពិភាក្សាគ្នាពាក់ព័ន្ធជាមួយនឹង weak solution ណាចម្លើយខ្សោយបាទនៃសមីការ PDE របស់យើងណាបាទអញ្ចឹងអរគុណច្រើនយើងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងចុះណាបាទអរគុណច្រើន